short ទេ vanity ចឹងអាចខ្លីចឹងណាបាទអាចធ្វើខ្លីបាទនេះគឺជា6បាទ6ហើយនឹង outro đây នៅក្នុងព្រៃជ្រាវមួយដ៏ស្ងប់ស្ងាត់មានសត្វមាន់ធំមួយក្បាលកំពុងដើររកចំណីស្រាប់សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងចូលដល់វីដេអូបន្ទាប់ទៀតហើយបាទតើតើនឹងជាមួយទៅនឹងការប្រើប្រាស់នៅ tab script story អញ្ចឹង tab script story នេះគឺមានតួនាទីសម្រាប់ឲ្យយើងធ្វើការបង្កើតជាសាច់រឿងហើយនេះគឺជាសាច់រឿងដែលខ្ញុំបានបង្កើតបាទនៅក្នុងនេះហើយក៏ខ្ញុំបានធ្វើការ upload ចូលក្នុង YouTube ដែរបាទនេះនៅក្នុង channel មួយទៀតនៅក្នុង channel នេះ channel ចម្រៀងដែលខ្ញុំបង្កើតចេញពី AI របស់កម្មវិធីមិញដែរបាទហើយនៅក្នុង channel ខ្ញុំមួយទៀតដាក់ថា film បងប្អូនគាត់ចូលមកចូល YouTube មកបាទដែលខ្ញុំបានធ្វើរឿងនិទានណាដាក់ថារៀន fiction មករៀន fic មកហើយ enter ទៅអញ្ចឹងនេះគឺ channel ខ្ញុំដែរចម្រៀងហើយខាងក្រោមបាទខាងក្រោមនេះយើងឃើញមាន channel ខ្ញុំមួយទៀត channel ជាសាច់រឿងដែរណាfilm បាទដាក់ថា film AI ចឹងណាបាទអត់ចេញទេនេះ short film បាទនេះនឹងគឺជា channel របស់ខ្ញុំដែរបាទបងប្អូនអាចចូលមើលទៅហើយរឿងដែលខ្ញុំបានបង្កើតសុទ្ធតែរឿងដែលខ្ញុំបានបង្កើតចេញពីកម្មវិធីមិញហ្នឹងទាំងអស់ណាបាទសុទ្ធតែរឿងអាចបង្កើតចេញពី website ដែលខ្ញុំបានបង្កើតនេះដូចគ្នាណាអូខេអញ្ចឹងនេះសាច់រឿងហើយនេះជា script បាទឥឡូវខ្ញុំនឹងធ្វើការបង្ហាញទាក់ទងនឹងការបង្កើតសាច់រឿងថ្មីតែម្ដងបាទអញ្ចឹងខ្ញុំចូលក្នុង user ធម្មតាចុះអត់តាន់មានអញ្ចឹងនៅក្នុងនេះខ្ញុំសូមបង្ហាញថាទី1គឺយើងអាចចូលរូបភាពបញ្ចូលដើម្បីបង្កើតចេញជាសាច់រឿងមានន័យថាវានឹង clone ទៅតាមរូបភាពដើម្បីបង្កើតចេញសាច់រឿងរបស់យើងទី2គឺយើងអាចធ្វើការadd ជាចំណងជើងសាច់រឿងចូលតែម្ដងមានន័យថាកន្លែងនេះ add តួអង្គទៅតួអង្គរូបភាពអីសាច់អីវានឹងបង្កើតជាសាច់រឿងទៅតាមតួអង្គហ្នឹងអញ្ចឹងណាអូខេឥឡូវខ្ញុំធ្វើការ add រូបភាពមួយចុះអញ្ចឹងចុចសញ្ញាកន្លែងហ្នឹងមកយើង add រូបភាពឥឡូវខ្ញុំទៅយករូបសត្វមួយខ្ញុំយកកន្លែង 3D ខ្ញុំយក picture យក art ឥឡូវខ្ញុំយករូបសត្វណាមួយចុះទៅស្វានេះមួយចុះឬក៏មាន់នេះមួយចុះបាទរូបមាន់នឹងមួយអេតដាក់ឈ្មោះមាន់ហ្នឹងទៅបាទមាន់បាទអេតថែមមួយទៀតមកយើងដាក់រូបអីគេដាក់ដំរីអញ្ចឹងទៅបាទដំរីបាទនេះខ្ញុំធ្វើសាមញ្ញរឿងដែលយើងអេតជាមួយ file ខ្ញុំទៅហូបដំរីមួយបាទអញ្ចឹងយើងក៏ដាក់បានប៉ុណ្ណឹងមកយើងធ្វើការបង្កើតបាទយើងបង្កើតបំបីដាក់ចំណងជើងបាទបង្កើតប៉ុចមកជាងរងចាំបាទរងចាំនឹងធ្វើការបង្កើតជាសាច់រឿងប៉ុន្តែសាច់រឿងនេះខ្ញុំយកវាធ្វើshort ទេ vanity អញ្ចឹងអាចខ្លីអញ្ចឹងណាបាទអាចធ្វើខ្លីហើយនេះគឺជានីតិដែលយើងចង់បានប្រមាណ scene ប្រមាណប្លង់លើហ្នឹងតែនេះមាន3ប្លង់នេះ5ប្លង់8ប្លង់12ប្លង់អញ្ចឹងយើងមិនបាច់ធ្វើវែងពេកទេយើងយកតែ12ប្លង់អស់អញ្ចឹងនេះបងបង្កើតរួចរាល់អញ្ចឹងបាទនេះគឺជា6បាទ6ហើយនឹង outro đây តែខ្ញុំអត់បានដាក់កន្លែង download ឲ្យអញ្ចឹងតែយើងអាចបង្កើតជាសលេងបានអញ្ចឹងនេះខ្ញុំសូមបញ្ជាក់តិចរូបភាពនេះយើងកាលពីមុនយើងអាចបង្កើតបានដោយសារវាប្រើ API free ឥឡូវវាលេង free ហើយអញ្ចឹងពេលដែលយើងបង្កើតវាអាចនឹងមានបញ្ហាអញ្ចឹងយើងបាច់បង្កើតនៅក្នុងហ្នឹងក៏បានដែរជារូបភាពណាយើងអាចយក prompt ហ្នឹងទៅបង្កើតនៅខាងក្រៅបានដូចជាយើងប្រើជាមួយនឹង flow បាទយើងអាចចូល flow មកបាទ
.ai យើងទៅបាទអញ្ចឹងយើងចូល flow ហ្នឹងមកដើម្បីយើងបង្កើតអូខេflow ខ្ញុំសេខ flow បាទ flow Google អញ្ចឹងទៅបាទនេះចូលមកបាទអូខេពេលចូលមកអញ្ចឹងហើយនៅក្នុងនេះdrive flow មួយមកបាទយើងចូលមួយ Gmail របស់យើងសិនដោយសារយើងអត់បានចូល Gmail បាទនេះអញ្ចឹងយើងមាន flow ហើយយើងអាចចុច next ទៅបាទcontinue មកអូខេអញ្ចឹងយើងមាន flow មួយនេះខ្ញុំធ្លាប់បង្កើតពីមុនមកខ្លួនឯងណាអូខេអញ្ចឹងយើងបង្កើត new project បាទចុច start មកអូខេអញ្ចឹងខ្ញុំនឹងធ្វើការទៅយក script ជាងប្លង់ទី1ខ្ញុំយកជារូបភាពមុនណាបាទក៏ប៉ុន្តែយើងយកជាវីដេអូមកទៅចំណេញជាងខ្ញុំគាត់បង្ហាញជាងនៅត្រង់កន្លែងនេះយើងយកវាជាប្រភេទរូបភាពបាទណាយក Pro ដែរមក Show វាមួយហើយយក Path Pro មិនចូលមកហើយចុចបាទបញ្ជូនមកអញ្ចឹងយើងចាំមើលថាតើវាជារូបភាពបែបម៉េចអញ្ចឹងណាបាទហើយនេះ Pro យើងសល់តែប្រហែលហើយទេអស់ហើយអញ្ចឹងមិនដឹងថាឲ្យអត់បាទ approve មកអូខេនេះយើងបានរូបភាពមួយមើលរូបភាពបែបម៉េចអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះអាចរៀងវែងតិចដោយសារបង្ហាញតទៅមួយនឹងលំនាំនៃការប្រើប្រាស់អាចចេញជាវីដេអូតែម្ដងនេះអូចេញជាវីដេអូយើងយកជារូបភាពអាចយកជារូបភាពអញ្ចឹងណានេះអាចចេញជាវីដេអូអូខេហើយយើងទៅមើលប្លង់ទី1នេះប្លង់ទីនេះបើយើងយក script នេះចេញជា animation វីដេអូតែម្ដងឥឡូវ script ទី2ខ្ញុំយកមួយនេះបាទជាវីដេអូវិញយើងអាចធ្វើការ save មកយើង add path វាចូលឲ្យហើយមកបាទចុចបញ្ជូនទៅបាទវាបង្កើតប្លង់ទៀតឲ្យយើងឯងនិយាយទៅយើងធ្វើចឹងតទៅគ្រប់ scene អស់ scene អបចាប់តាម3 scene អញ្ចឹងយើង copy 3 scene មកបាទចឹងចំណងជើងរឿងនឹងបង្កើតឲ្យយើងឯងឈ្មោះអីនេះមិត្តភាពឆ្លងដែនបាទហ្នឹងហើយរឿងបាទនេះចេញមកហេវារូបថ្មីរូបមន់ជាវីដេអូហ្មងហេឡើងកប់សេរីបាទចុច download មកទី1ហើយទី2ជាមួយទី2អត់ចេញទី2យ៉ាផាហុកទី2មិនចូលម្ដងទៀតបាទគេ animation គឺមានដំរីគឺមានមន់បាទអញ្ចឹងបង្កើតជាសាច់រឿងមួយឲ្យយើងមកស្អាតតែម្ដងអញ្ចឹងណាអូខេហើយយើង download យកទៅកាត់នៅក្នុង CapCut មកហើយសលេងសួរថាសលេងយកមកពីណាបាទសលេងយើងយកមកពីក្នុងនឹងដូចគ្នានេះយើងចុចពាក្យថាបង្កើតសំឡេងនេះគឺបង្កើតចេញពី Google ដូចគ្នាដែរ Gemini ហ្នឹងដែលយើងប្រើមួយ KPI ព្រោះវាអត់ KPI អស់គឺយើងអាចបង្កើតបានដូចគ្នាយើងប្រើការទេអញ្ចឹងណាអញ្ចឹងយើងចុចបង្កើតចោលអញ្ចឹងទៅបាទនេះអូខេអញ្ចឹងយើងទៅមើលប្លង់ទី2បាទយើងទៅ copy ប្លង់ទី3ឲ្យហើយមកម្ដងទៀតកុំឲ្យច្រឡំបាទនេះចេញមកនេះសលេងពេលបង្កើតបានហើយលុបដល់នេះនៅទីលុបមកឡើយបាទនេះបាន 67% អូខេអញ្ចឹងយើងផា script ទី3ចុងក្រោយគេចូលទៅបាទអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបបង្កើត download អស់បាទនេះបាទទី3 download ដូចគ្នាបាទទី3
អត់ឲ្យផាមដងទៀតបាទតែសារយើងប្រើមួយ flow អញ្ចឹងអឺពេលខ្លះរៀង slow ដែរហ្នឹងហើយបាទអូខេចឹងយើងបង្កើតគ្រប់ប្លង់ហ្នឹងហើយយើងយកទៅកាត់នៅក្នុង CapCut បាទនេះអត់ស្បមកចឹងយើងទៅមើលសលេងយើងវិញកុំឲ្យខាតចឹងសលេងយើងមាន3ឃើញអត់ចឹងចុច download មក6នេះវាយើងអាចបង្កើតនៅក្នុងយកបង្កើតនៅក្នុង TTS នេះមកដោយសារមានកន្លែង download ចឹងទាញយក MP3 វាជា file វាឲ្យយើងនេះមិត្តភាពឆ្លងដែនឃើញទេ3 scene ឲ្យយើងមក នៅក្នុងព្រៃជ្រាវមួយដ៏ស្ងប់ស្ងាត់មានសត្វមាន់ធំមួយក្បាល អូខេចឹងយើងនឹងធ្វើការបង្កើតហើយយើងទៅចូល CapCut បាទយើងចូលក្នុង CapCut មកយើងធ្វើជារឿងនីតិអីហ្នឹងគឺយើងអាចធ្វើបែបហ្នឹងអញ្ចឹងណាដោយសារយើងប្រើទូហ្នឹងវាមានជា script រឿងឲ្យយើងស្រាប់តែម្ដងអញ្ចឹងដូចខ្ញុំបានបញ្ជាក់យើងបងប្អូនអាចឆែកមើលតម្លៃបានបាទនៅក្នុងកន្លែង setting ហ្នឹងមកយកនេះ preference មកយក license plan ហ្នឹងមកឃើញទេបងប្អូនចង់ប្រើ live ថាមួយឆ្នាំឬក៏អីមើលតាមហ្នឹងអញ្ចឹងណាអូខេអញ្ចឹងយើងទៅមើលតទៅនឹងទី3បាទយើង download វីដេអូហ្នឹងមកឲ្យហើយមកបាទតួអានេះយើងដាក់ទៅរូបភាពណាបាទយើងអត់មានអីច្រើនទេបាទមានសលេងហ្នឹងមើលបាទអូខេអញ្ចឹងយើងបើក CapCut ហើយអញ្ចឹងខ្ញុំ CapCut ខ្ញុំចូល CapCut មកបាទហើយយើងតែមានភ្លេងជាប្រភេទរឿងបាទនេះរឿងដែលខ្ញុំបានកាត់ហើយណាបាទខ្ញុំបានធ្វើហើយតែឥឡូវខ្ញុំ remove ចោលអស់ហើយខ្ញុំលុបចោលយើងទៅ import ជាមួយទៅនឹងរឿងដែលយើងបាន generate ចេញពី AI មិញបាទមានប្រមាណប្លង់មានម៉ាស៊ីនយើងទាញចូលមកលុបអាចាស់ចោលជិះយើង import វាមកបាទយើងចូលក្នុងនេះតម្រូវយើង3ហើយសលេងយើងអាចទៅធ្វើការនេះ extract វាមក extract បាទអូខេអញ្ចឹងយើងបានហើយនេះមិត្តភាពឆ្លងដែន3 scene នេះគ្នាទាញចូល block បាទដាក់ពីក្រោមអញ្ចឹងខ្លីទេណាខ្លីទេយើងអាចធ្វើការព្រួញសលេងចាស់ឲ្យខ្លីសិនទៅភាសានេះគឺជា sound effect អញ្ចឹងយើងអត់ចង់នេះទេយើងអាចលុបវាចោលបាទអញ្ចឹងយើងអាចទាញឲ្យ optimal បាទហើយនេះសលេង effect នេះគ្នាយើងអាចធ្វើកាត់ទីខ្លីទៅបាទទីខ្លីចឹងមកបាទអូខេចំពោះភ្លេងសលេងគឺយើងទាញឡើងតិចមកឲ្យតិចពេកហើយវីដេអូយើងបាទយើងតាមប្លង់ជាងប្លង់ទី1ប្លង់ទី2បាទទាញចូលមកបាទអញ្ចឹងយើងអាចធ្វើការ select ជាមួយទៅនឹងវីដេអូហ្នឹងយើងដាក់ឲ្យវា slow តិចទៅបាទឲ្យតាម VC ជាមួយនឹងនីតិរបស់យើងអញ្ចឹងណាអូខេអានេះចំណងជើងយើងអាចទាញវាខ្លីយ៉ាងមកយើងដូរទៅបាទដូរតាមម៉េចបាទមិត្តភាពឆ្លងដែនអញ្ចឹងណាបាទនេះ copy មកបាទយើងចុចទៅលើចំណងជើងរបស់យើងបាទយើងផាសចូលមក
យើងផាកុំឲ្យអស់ដោយសារបើយើងផាអស់វាលុបខ្មៅទាំងអស់ហើយចឹងស្លេចចឹងមកបាទឥឡូវយើង play ស្ដាប់បន្តិចរឿងណាតិចមកបាទតោះ play ស្ដាប់មើល នៅក្នុងព្រៃជ្រាវមួយដ៏ស្ងប់ស្ងាត់មានសត្វមាន់ធំមួយក្បាលកំពុងដើររកចំណីស្រាប់ បាទដាក់ប៉ុណ្ណេះមកនេះឡងទៀត នៅក្នុងព្រៃជ្រាវមួយដ៏ស្ងប់ស្ងាត់មានសត្វមាន់ធំមួយក្បាលកំពុងដើររកចំណីស្រាប់តែវាបានជួបនឹងដំរីមួយក្បាលដែលមានទំហំធំនៃហ៊ីម៉ាកំពុងឈរស្ងៀមនៅក្បែរដើមឈើធំមួយដោយការភ័យខ្លាចបន្តិចបន្តួចប៉ុន្តែពោរពេញដោយភាពក្លាហានមាន់ធំចាប់ផ្ដើមចូលទៅជិត បាទយើងសេរីវាបន្តិចមកណាបាទយើងសេរីទៅមកឲ្យវាត្រូវគ្នាឲ្យសលេងនេះវានេះពេកចឹងបាទ play ស្ដាប់មកតិចមក ចិត្តដំរីក៏បានអោនក្បាលចុះមកយឺតដោយបង្ហាញនូវសញ្ញានៃការស្វាគមន៍និងការយល់ចិត្តពួកគេបានចាប់ផ្ដើមនិយាយលេងជាមួយគ្នាយ៉ាងរីករាយថ្ងៃកន្លងផុតទៅមិត្តភាពរវាងសត្វមាន់និងដំរីកាន់តែរឹងមាំទៅពួកគេបានចែករំលែកសេចក្តីរីករាយសេចក្តីទុក្ខលំបាកនិងក្តីសង្ឃឹមជាមួយគ្នារហូតក្លាយជាមិត្តភក្តិដ៏ប្លែកអស្ចារ្យបំផុតក្នុងព្រៃមហាសែមស្ងាត់អូខេចេះយើងធ្វើឲ្យយើង export មកខ្លីណារឿងនេះខ្លីទេបាទមិត្តភាពឆ្លងដែនបាទបានខណ្ឌទេ10នាទីទេបាទតែ1នាទីចាបាទរងចាំតិចទៅចឹង60មេនិង66មេចឹងខ្ញុំបកមកអេបហ្នឹងវិញចឹងអេបហ្នឹងគឺស្រួលត្រង់ថាយើងបង្កើតចឹងបានចឹងណាចឹងបងប្អូនអាចធ្វើការតាក់ទងមកបើសិនបើត្រូវការអូខេខ្ញុំនឹងបង្ហាញលទ្ធផលតាក់ទងនឹងវីដេអូនៅក្នុងវីដេអូមេរៀនហ្នឹងអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងអរគុណជួបគ្នានៅវីដេអូក្រោយ